ថ្ងៃហ្នឹងខ្ញុំទៅផ្សារក៏ទិញបានជើងជ្រូកមួយក៏មិនដឹងថាត្រូវធ្វើម្ហូបអីញ៉ាំដែរគិតចុះគិតឡើងក៏នឹកឃើញថាយកជើងជ្រូកនោះទៅបំពងតែម្ដងទៅចាសួស្ដីបងប្អូនខ្ញុំមានទម្លាប់មួយរាល់ពេលដែលខ្ញុំលាងសាច់អញ្ចឹងខ្ញុំចូលចិត្តលាងជាមួយម្សៅមីពេលដែលខ្ញុំលាងអញ្ចឹងទៅសាច់យើងនឹងសម្អាតបានល្អទៀតផងសាច់យើងវាអត់មានក្លិនទេថ្ងៃនេះខ្ញុំធ្វើជើងជ្រូកបំពងនេះបងថ្លៃគាត់ដឹងទេបើសិនជាបងថ្លៃគាត់ដឹងហ្នឹងគាត់ឲ្យខ្ញុំធ្វើឲ្យគាត់ញ៉ាំដែរហើយព្រោះបងថ្លៃខ្ញុំគាត់ក៏ចូលចិត្តញ៉ាំជើងជ្រូកបំពងដែរថ្ងៃនេះខ្ញុំបំពងជើងជ្រូកហ្នឹងក៏គ្មានកម្រងអីទុកមុនដែរដោយសារទៅផ្សារហ្នឹងទិញបានជើងជ្រូកមួយមកក៏រោនឹកម្ហូបអីមិនឃើញក៏នឹកឃើញថាមានជើងជ្រូកមួយហ្នឹងយកទៅបំពងតែម្ដងទៅចាខ្ញុំមុនយកជើងជ្រូកទៅបំពងហ្នឹងគឺថាខ្ញុំយកជើងជ្រូកហ្នឹងទៅស្ងោរឆ្អិនសិនខ្ញុំដាក់ស្ងោរហ្នឹងខ្ញុំដាក់ស្រាចិនបន្តិចខ្ញីបន្តិចពីវាចំណិតទៅរួចខ្ញុំស្ងោរជើងជ្រូកហ្នឹងឲ្យតតែឆ្អិនចាតតែផុយតែម្ដងជើងជ្រូកខ្ញុំឆ្អិនល្មមហើយខ្ញុំក៏ស្រង់វាចេញហ្នឹងខ្ញុំក៏យកសមកចាក់ដើម្បីវាចេញទឹកបន្តិចទៅរួចខ្ញុំទុកឲ្យវាស្រស់ទឹកបន្តិចទៅខ្ញុំយកវាទៅបំពងចង់បំពងសាច់នឹងកុំឲ្យវាខ្ទាតខ្លាញ់អញ្ចឹងខ្ញុំក៏ដាក់ម្សៅឆាហ្នឹងមួយស្លាបព្រាបាយចូលក្នុងប្រេងហ្នឹងទៅខ្ញុំកូរឲ្យសព្វទៅខ្ញុំបើកភ្លើងឲ្យវាក្តៅទៅខ្ញុំដាក់សាច់ហ្នឹងចូលទៅបំពងខ្ញុំបំពងសាច់បែបហ្នឹងវាអត់ខ្ទាតខ្លាញ់ទេវាល្អទៀតផងហើយខ្ញុំដាក់សាច់ហ្នឹងទៅបំពងទៅរួចហើយខ្ញុំមករៀបចំបន្លែវិញម្ដងបន្លែខ្ញុំថ្ងៃនេះមានតែទឹកសក់ហើយនិងសាឡាត់ទេខ្ញុំយកវាមកផ្ទាប់ញ៉ាំជាមួយសាច់ហ្នឹងឯងលើនេះសាច់ខ្ញុំក៏ឆ្អិនរួចហើយខ្ញុំក៏ស្រង់សាច់ហ្នឹងទុកមកដុំសិនទៅរួចហើយខ្ញុំមកលាយទឹកជ្រលក់វិញម្ដងទឹកជ្រលក់នេះខ្ញុំប្រើសៀងនិងយើងដាក់ម្សៅស៊ុបស្ករសប្រេងខ្យងខ្ញុំមានដាក់ម្សៅឆាចូលទៅបន្តិចទៀតផងរួចហើយខ្ញុំក៏កិនគ្រឿងនៅវាម៉ត់ចូលគ្នាចឹងទៅរួចហើយខ្ញុំយកវាមកឆាឥឡូវឆាឆ្អិនរួចរាល់អស់ហើយយើងមកកាត់សាច់នឹងវិញម្ដងហើយទឹកជ្រលក់នេះគឺថាខ្ញុំរៀបចំឲ្យតែប្តីខ្ញុំហើយនឹងកូនខ្ញុំទេប្តីខ្ញុំហើយកូនខ្ញុំនឹងគាត់អត់ចេះញ៉ាំទឹកត្រីកោះកុងអីទេណៃខ្ញុំនេះគឺថាអត់ញ៉ាំទឹកជ្រលក់សៀងទេខ្ញុំចូលចិត្តញ៉ាំជាមួយទឹកត្រីកោះកុងឬក៏ទឹកប្រហុកបើញ៉ាំជាមួយទឹកប្រហុកវិញអូនិយាយពីថាជាតិឆ្ងាញ់ណាស់តែថ្ងៃនេះគឺថាអត់បានធ្វើទឹកប្រហុកញ៉ាំទេខ្ញុំញ៉ាំជាមួយទឹកត្រីកោះកុងទឹកត្រីកោះកុងខ្ញុំនៅផ្ទះហ្នឹងមានស្រាប់អញ្ចឹងហើយថ្ងៃនេះអត់បានធ្វើអីទេគឺដួសមកញ៉ាំស្រាប់តែម្ដងរួមម្យ៉ាងដែរយើងមានធ្វើទឹកត្រីអីទុកអញ្ចឹងទៅពេលដែលយើងត្រូវការញ៉ាំអីយើងមានស្រាប់តែម្ដងអត់ពិបាកអីទេហើយខ្ញុំឲ្យកូនខ្ញុំរាល់ពេលដែលខ្ញុំធ្វើម្ហូបឆ្អិនអញ្ចឹងគឺគាត់មកផ្ទះបាយហើយគឺថាមកហ្នឹងមិនមែនធម្មតាទេគឺថាមកភ្លក់ពេលខ្ញុំពងកាត់សាច់អញ្ចឹងគឺថាគាត់មកភ្លក់ម្នាក់ពីរបេះដូងរួចហើយគាត់ថាអូយស្រួយឆ្ងាញ់ណាស់រាល់ពេលដែលខ្ញុំបំពងសាច់ហ្នឹងគឺថាប្តីខ្ញុំឲ្យកូនខ្ញុំគាត់ទៅសើគាត់ថាស្រួយឆ្ងាញ់